នៅភូមិតូចមួយជាក្រុងមានផ្ទះឈើចាស់មួយសង់នៅក្បែរព្រៃដើមឈើធំធំអ្នកភូមិនិយាយតគ្នាថាផ្ទះនោះមានរឿងអាថ៌កំបាំងហើយគ្មាននរណាហ៊ានរស់នៅយូរឡើយប៉ុន្តែវិសាលបុរសវ័យ28ឆ្នាំមិនជឿរឿងខ្មោចទេពេលគាត់ទិញផ្ទះនោះក្នុងតម្លៃថោកគាត់គិតថាអ្នកភូមិគ្រាន់តែនិយាយបំភ័យគ្នាប៉ុណ្ណោះយុគដំបូងដែលគាត់ចូលរស់នៅអ្វីហាក់ដូចជាធម្មតារហូតដល់ម៉ោង3ទៀបភ្លឺទុកមានសំឡេងគោះទ្វារយ៉ាងស្រាលវិសាលភ្ញាក់ពីដំណេកគាត់មើលនាឡិកាម៉ោង3:00នាទីគាត់ដើរទៅបើកទ្វារប៉ុន្តែគ្មាននរណាម្នាក់នៅខាងក្រោយឡើយសំឡេងចម្លែកយប់បន្ទាប់សំឡេងនោះកើតឡើងម្ដងទៀតទុកលើកនេះវិសាលមិនបើកទ្វារទេគាត់ស្រែកសួរនរណានៅខាងក្រោយគ្មានអ្នកឆ្លើយស្ងាត់ជ្រងំតែបន្ទាប់មកមានសំឡេងស្រីម្នាក់ខ្សឹបតិចជួយខ្ញុំផងសំឡេងនោះធ្វើឲ្យរោមគាត់បាសឈរគាត់ក្រឡេកមើលតាមបង្អួចនៅក្រោមពន្លឺព្រះច័ន្ទមានស្ត្រីម្នាក់ឈរពាក់រ៉ូបពណ៌សក់វែងបិទមុខប៉ុន្តែអ្វីដែលគួរឲ្យខ្លាចគឺនាងឈប់បែរខ្នងមកផ្ទះព្រឹកឡើងវិសាលបានទៅសួរលោកតាចាស់ម្នាក់នៅភូមិលោកតាមានទឹកមុខស្លេកភ្លាមបើឃើញនាងហើយកុំបើកទ្វារដាច់ខាតវិសាលសួរនាងជានរណាលោកតានិយាយដោយសំឡេងញ័រកាលពី20ឆ្នាំមុនមាននារីម្នាក់ត្រូវគេសម្លាប់នៅផ្ទះនោះរាល់ម៉ោង3ទៀបភ្លឺនាងតែងតែមកគោះទ្វារសុំឲ្យគេជួយដល់អ្នកបើកទ្វារលោកតាឈប់និយាយមានអ្វីកើតឡើងគ្មានអ្នកណាឃើញអ្នកទៀតទេកាមេរ៉ាសុវត្ថិភាពវិសាលមិនជឿទាំងស្រុងទេគាត់បានដំឡើងកាមេរ៉ាសុវត្ថិភាពមួយនៅមុខផ្ទះយប់នោះម៉ោង3ពេលតុកសំឡេងគោះទ្វារមកទៀតវិសាលអង្គុយមើលអេក្រង់កាមេរ៉ាប៉ុន្តែគ្មាននរណានៅមុខទ្វារឡើយសំឡេងគោះនៅតែបន្តតុកធានដែលកាមេរ៉ាបង្ហាញថាមុខទ្វារទទេភ្លាមអេក្រង់កាមេរ៉ាចាប់ផ្ដើមរអិលរូបភាពហើយមានមុខស្ត្រីម្នាក់បង្ហាញឡើងពេញអេក្រង់ភ្នែកខ្មៅស្រអាប់មាត់បែករហែកដល់ត្រចៀកនាងសម្លឹងមកកាមេរ៉ាត្រង់បន្ទាប់មកអេក្រង់រលត់ភ្លាមការបាត់ខ្លួនថ្ងៃបន្ទាប់វិសាលចង់រើចេញប៉ុន្តែគាត់សម្រេចចិត្តស្នាក់មួយជប់ទៀតគាត់ចង់ដឹងការពិតម៉ោង3សំឡេងគោះទ្វារចាប់ផ្ដើមលើកនេះខ្លាំងជាងមុនប៉ាំងទ្វារញ័រដូចមាននរណាម្នាក់វាយយ៉ាងខ្លាំងសំឡេងស្រីខ្សឹបមកចិត្តត្រចៀកគាត់បើកទ្វារវិសាលបាត់ភ្នែកហើយស្រែកថាទៅឲ្យឆ្ងាយស្រាប់តែសំឡេងទាំងអស់ស្ងាត់ខ្លាំងរហូតអាចឮសូរសង្ហើមខ្លួនឯងបន្ទាប់មកមានសំឡេងមកពីក្រោយគាត់ខ្ញុំនៅទីនេះវិសាលបែរក្រោយយឺតស្ត្រីសក់វែងឈរនៅក្នុងបន្ទប់អាថ៌កំបាំងគាត់រត់ចេញពីផ្ទះទាំងភ័យខ្លាចនៅព្រឹកឡើងគាត់ត្រឡប់មកវិញជាមួយអ្នកភូមិជាច្រើននាក់ពួកគេបានជីកក្រោមជាន់ផ្ទះតាមរឿងរ៉ាវចាស់បន្ទាប់ពីជីកបានបន្តិចពួកគេបានរកឃើញគ្រោងឆ្អឹងមនុស្សម្នាក់វាជាសាកសពនារីដែលបាត់ខ្លួនកាលពី20ឆ្នាំមុនក្រោយពីធ្វើបុណ្យឲ្យនាងរួចសំឡេងគោះទ្វារបាត់ទៅវិញអ្នកភូមិគិតថាអ្វីបានចប់ហើយមួយខែក្រោយមកវិសាលរស់នៅដោយសុខសាន្តយប់មួយ
គាត់មើលវីដេអូកាមេរ៉ាចាស់ៗម្ដងទៀតគាត់ចង់លុបវាចោលប៉ុន្តែពេលមើលដល់វីដេអូជប់ចុងក្រោយគាត់បានឃើញអ្វីមួយដែលមិនធ្លាប់ចាប់អារម្មណ៍នៅវិនាទីទី13មានបុរសម្នាក់ឈរនៅពីក្រោយស្ត្រីសក់វែងបុរសនោះកាន់កាំបិតប្រឡាក់ឈាមហើយសម្លឹងមកកាមេរ៉ាមុននឹងញញឹមយឺតស្រាប់តែអេក្រង់កុំព្យូទ័ររលត់នៅក្នុងបន្ទប់ងងឹតតុកសំឡេងគោះទ្វារបានត្រឡប់មកវិញចប់តែប្រហែលមិនទាន់ចប់ទេ